ជំរាបសួរបងប្អូនជ្រុំជាទីគោរពថ្ងៃនេះគឺជាថ្ងៃច័ន្ទ8កើតខែស្រាបឆ្នាំរកានពស័កពុទ្ធសករាជ2561ត្រូវនឹងថ្ងៃទី31ខែកក្កដាគ្រិស្តសករាជ2017នៅពេលនេះនាងខ្ញុំយូច័ន្ទធានីសូមអញ្ជើញបងប្អូនជ្រុំជាតិតាមដានទស្សនាព័ត៌មានសង្ខេបដែលមានជាបន្តបន្ទាប់ដូចតទៅលោកសំរងស៊ីបានលើកឡើងថាបង្ហាញរូបថតខ្ញុំកាលបួសជាសង្ឃតើមានទោសឬទេលោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រមនោរម្យបានលើកឡើងឲ្យដឹងតាមរយៈលោកសំរងស៊ីអតីតប្រធានគណៈបក្សសង្គ្រោះជាតិបានបង្ហោះរូបថតប៉ុន្មានសន្លឹកកាលពីពេលដែលលោកបានកោសក់បួសជាព្រះសង្ឃនិងសួរឡើងថាបើបង្ហាញរូបថតលោកទាំងនេះនឹងបើតាមច្បាប់ថ្មីតើមានទោសឬទេនៅចំពោះច្បាប់កែថ្មីស្ដីពីគណៈបកនយោបាយដែលទើបត្រូវបានសម្រេចអនុម័តដោយក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាដែលមានសមាជិកភាគច្រើនជាមន្ត្រីមាននិន្នាការស្និទ្ធនឹងគណៈបកប្រជាជនកម្ពុជានោះលោកសំរងស៊ីដែលគេគិតថាកំពុងរងសម្ពាធពីច្បាប់ថ្មីនេះបានបង្ហោះរូបថតរបស់លោកម្ដងហើយម្ដងទៀតដើម្បីបញ្ឈឺទៅដល់អ្នកកែច្បាប់ជាមួយនឹងសំណួរថាបើបង្ហាញរូបថតបែបនេះឬបែបនោះតើអ្នកបង្ហាញមានទោសឬទេនៅពេលថ្មីនេះមេដឹកនាំប្រឆាំងរូបនេះបានបង្ហោះនៅលើទំព័រ Facebook របស់លោកនៅរូបថតប៉ុន្មានសន្លឹកកាលពីពេលដែលលោកបានកោសក់បួសជាព្រះសង្ឃនិងសរសេរអមមានសេចក្តីដើមទាំងស្រុងថាតាមច្បាប់ដែលគេចេញថ្មីបើបង្ហាញរូបថតលោកកាលពីបួសជាព្រះសង្ឃតើមានទោសឬទេគេហទំព័រមនោរម្យដដែលនេះបានបង្ហាញឲ្យដឹងបន្ថែមទៀតថាកាលពីពេលថ្មីនេះលោកសំរងស៊ីក៏បានបង្ហោះរូបថតមួយសន្លឹកដែរដែលលោកបានថតជាមួយនឹងមន្ត្រីនិងថ្នាក់ដឹកនាំជាច្រើនអ្នកជាពិសេសជាមួយនឹងលោកហ៊ុនសែនលោកសខេងនិងលោកសៃឈុំអតីតប្រធានគណៈបក្សសង្គ្រោះជាតិដែលត្រូវបង្ខំចិត្តលាលែងពីតំណែងជាប្រធានគណៈបកព្រោះច្បាប់ដដែលដែលត្រូវបានកែម្ដងហើយកាលពីដើមឆ្នាំនេះបានសរសេរបញ្ឈឺដាក់អ្នកកែច្បាប់ជាមួយនឹងរូបថតនេះថាចាប់ពីសប្តាហ៍ក្រោយទៅដោយសារតែច្បាប់ចេញថ្មីនរណាហ៊ានបង្ហាញរូបលោកជាមួយនឹងលោកកឹមសុខានឹងមានទោសតែបើបង្ហាញរូបថតជាមួយជន3នាក់សូមទោសសម្ដេច3អង្គនៅខាងឆ្វេងរូបថតនេះតើនឹងមានទោសដែរឬទេសំណើវិសោធនកម្មជាលើកទី2លើច្បាប់ស្ដីពីគណៈបកនយោបាយនឹងចូលជាធរមាននៅសប្តាហ៍ក្រោយនេះជំនួសដោយប្រមុខរដ្ឋស្ដីទីដែលជាប្រធានព្រឹទ្ធសភាលោកសៃឈុំអនុប្រធានគណៈបកប្រជាជនកម្ពុជាចុះហត្ថលេខារួចច្បាប់កែថ្មីនេះត្រូវបានក្រុមសមាជិកសភាមកពីគណៈបកកាន់អំណាចរៀបចំធ្វើនិងអនុម័តយ៉ាងប្រញាប់ប្រញាល់ទៅតាមបញ្ជារបស់លោកហ៊ុនសែននាយករដ្ឋមន្ត្រីប្រធានគណៈបកដែលបានប្រកាសឡើងកាលពីចុងខែកន្លងមកនៅចំពោះសមាជិកនិងអ្នកគាំទ្ររាប់ពាន់នាក់នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី66ថ្ងៃបង្កើតគណៈបកប្រជាជនកម្ពុជានៅក្នុងថ្ងៃទី28ខែមិថុនានោះនៅលើមជ្ឈមណ្ឌលកោះពេញលោកហ៊ុនសែនបានបញ្ជាឲ្យកែច្បាប់នេះបន្ទាប់ពីបាននិយាយដោយមិនចេញឈ្មោះសម្ដៅទៅមេដឹកនាំប្រឆាំងដ៏មានសក្តានុពលលោកសំរងស៊ីដែលលោកនាយករដ្ឋមន្ត្រីជឿថានៅតែមានសកម្មភាពផ្សារភ្ជាប់ជាមួយនឹងគណៈបក្សសង្គ្រោះជាតិដដែលបន្ទាប់មកប៉ុន្មានថ្ងៃគឺនៅដើមខែកក្កដាលោកសុកអេសានអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាបានប្រកាសប្រាប់សារព័ត៌មាន The Cambodia Daily ថាការធ្វើវិសោធនកម្មជាលើកទី2ទៅលើច្បាប់ដ៏ចម្រូងចម្រាសជាការប៉ុនប៉ងសម្រាប់ជីវិតនយោបាយលោកសំរងស៊ីគណៈបក្សសង្គ្រោះជាតិនឹងរៃអង្គាសថវិកាប្រមាណកន្លះលានដុល្លារសម្រាប់ការបដូរស្លាកទូទាំងប្រទេសលោកអ្នកនាងជាទីមេត្រីបើយោងតាមគេហទំព័រថ្មីបានចុះផ្សាយឲ្យដឹងថាគណៈបក្សសង្គ្រោះជាតិត្រូវចំណាយថវិកាប្រហែលជាកន្លះលានដុល្លារឯណោះដើម្បីផ្លាស់ប្ដូរស្លាកគណៈបក្សថ្មីនៅទូទាំងប្រទេសនេះជាការអះអាងរបស់លោកយឹមសុវណ្ណអ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិគេហទំព័រថ្មីដដែលនេះបានលើកឡើងឲ្យដឹងបន្ថែមទៀតតាមរយៈលោកយឹមសុវណ្ណបានប្រាប់ថាក្នុងពេលឆាប់នេះគណៈបក្សសង្គ្រោះជាតិនឹងចេញសេចក្តីអំពាវនាវទៅកាន់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសដើម្បីសុំជំនួយផ្នែកថវិកាយកទៅធ្វើស្លាកឬក៏ហៅថាផ្ទាំងផ្សព្វផ្សាយថ្មីរបស់គណៈបកបើតាមលោកយឹមសុវណ្ណគណៈបក្សសង្គ្រោះជាតិបានប៉ាន់ស្មានរួចហើយថាការផ្លាស់ប្ដូរស្លាកគណៈបកនៅទូទាំងប្រទេសគឺត្រូវចំណាយថវិកាប្រហែលជាកន្លះលានដុល្លារ
លោកសង្កត់ធ្ងន់ថាមិនមែនត្រឹមតែអ្នកគាំទ្រនោះទេសូម្បីតែសកម្មជនមន្ត្រីជាន់ខ្ពស់អិសរាជនយោបាយនៃថ្នាក់ដឹកនាំទាំងអស់ក្នុងគណៈបក្សសង្គ្រោះជាតិក៏ត្រូវតែចូលរួមជាថវិកាដែរដើម្បីដោះស្រាយបញ្ហានេះអ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិរូបនេះបានបញ្ជាក់យ៉ាងដូចនេះថាលោកយល់ថាដើម្បីឈានទៅរកការផ្លាស់ប្ដូរនៅឆ្នាំ2018បានតើតែយើងទាំងអស់គ្នារួមដៃគ្នាស្រោះគ្នាហើយចូលរួមធ្វើទាំងអស់គ្នាយើងត្រូវការលះបង់ធំណាស់ឲ្យយើងធ្វើម៉េចបើអញ្ចឹងទៅហើយបើគេធ្វើបាបយើងទៅហើយយើងមានតែអត់ធ្មត់នឹងតស៊ូទៅមុខប៉ុណ្ណោះគណៈបក្សសង្គ្រោះជាតិមានរូបព្រះអាទិត្យជាសញ្ញាសម្គាល់ប៉ុន្តែស្លាករបស់គណៈបក្សសង្គ្រោះជាតិដែលបានលើកតាំងនៅទូទាំងប្រទេសបានដាក់រូបព្រះអាទិត្យនិងរូបលោកសំរងស៊ីឈរកាន់ដៃជាមួយនឹងលោកកឹមសុខាដោយសារលោកសំរងស៊ីដែលជាប់បណ្ដឹងជាច្រើនពីសំណាក់សកម្មជននិងមេដឹកនាំគណៈបកប្រជាជនកម្ពុជាត្រូវបានតុលាការកាត់ក្តីឲ្យក្លាយទៅជាអ្នកទោសគណៈបក្សសង្គ្រោះជាតិត្រូវបង្ខំចិត្តដករូបលោកសំរងស៊ីដែលឈរកាន់ដៃជាមួយនឹងលោកកឹមសុខាចេញពីស្លាកគណៈបកមិនត្រឹមតែរូបលោកសំរងស៊ីនោះទេតែគណៈបក្សសង្គ្រោះជាតិក៏សម្រេចដករូបលោកកឹមសុខាចេញផងដែរដូច្នេះអំណះតទៅស្លាកគណៈបក្សសង្គ្រោះជាតិនៅទូទាំងប្រទេសនៅមានត្រឹមតែរូបព្រះអាទិត្យប៉ុណ្ណោះដោយមិនមានរូបលោកសំរងស៊ីនិងលោកកឹមសុខាទៀតឡើយការសម្រេចចិត្តដករូបចេញបែបនេះក៏ព្រោះតែមាត្រាថ្មីនៃច្បាប់ស្តីពីគណៈបកនយោបាយដែលត្រូវបានសរសេរបន្ថែមដោយតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជាហើយទើបនឹងចូលជាធរមានតម្រូវយ៉ាងដូចនេះមាត្រាថ្មីនៃច្បាប់ស្តីពីគណៈបកនយោបាយមានចែងបែបនេះថាក្រុមគណៈបកនយោបាយមិនត្រូវប្រើប្រាស់សារជាសម្លេងរូបភាពឯកសារជាលាយលក្ខណ៍អក្សរឬសកម្មភាពរបស់ទណ្ឌិតដែលជាប់ទោសពីបទឧក្រិដ្ឋឬបទមជ្ឈិមដើម្បីជាប្រយោជន៍នយោបាយសម្រាប់គណៈបករបស់ខ្លួនគណៈបកនយោបាយមិនត្រូវយល់ព្រមដោយចំហឬដោយទណ្ឌហិភាពឬខົບខិតជាមួយនឹងទណ្ឌិតឲ្យធ្វើសកម្មភាពណាមួយដើម្បីប្រយោជន៍នយោបាយសម្រាប់គណៈបករបស់ខ្លួនបើគណៈបកណាបានប្រព្រឹត្តនៅទង្វើទាំងនេះតុលាការអាចរំលាយគណៈបកនោះតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជាជាអ្នកដែលផ្ដួចផ្ដើមក្នុងការសរសេរមាត្រាបន្ថែមនៅក្នុងច្បាប់ស្តីពីគណៈបកនយោបាយហើយការចាប់ផ្ដើមសរសេរមាត្រាបន្ថែមនេះគឺបន្ទាប់ពីលោកហ៊ុនសែននាយករដ្ឋមន្ត្រីនិងជាប្រធានគណៈបកប្រជាជនកម្ពុជាបានស្នើឡើងចៅសង្កាត់បកប្រឆាំងថាមានការយល់ច្រឡំករណីដាក់ហិបមូលនិធិនៅសាលាសង្កាត់លោកអ្នកនាងជាទីមេត្រីងាកមកឯព័ត៌មានពីគេហទំព័រវិទ្យុអាស៊ីស្រីបានចុះផ្សាយឲ្យដឹងថាចៅសង្កាត់ទួលសង្កាយទី2មកពីគណៈបក្សសង្គ្រោះជាតិចាត់ទុកការចោទប្រកាន់និងការប្រមានចាត់វិធានការពីសំណាក់អភិបាលខណ្ឌឫស្សីកែវនិងអ្នកនាំពាក្យគណៈបកកាន់អំណាចនោះថាមានចរិតនយោបាយនិងមានបំណងធ្វើបាបរូបលោកការលើកឡើងនេះបន្ទាប់ពីលោករងការចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនិងប្រព្រឹត្តខុសច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ដោយយកហិបមូលនិធិសប្បុរសជនដាក់នៅក្នុងសាលាសង្កាត់កាលពីថ្ងៃទី27ខែកក្កដាបញ្ហាចម្រូងចម្រាសរវាងចៅសង្កាត់មកពីគណៈបក្សសង្គ្រោះជាតិនិងចៅសង្កាត់រងទី2មកពីគណៈបកប្រជាជនកម្ពុជាបានកើតឡើងបន្ទាប់ពីលោកចៅសង្កាត់បានយកហិបមួយដែលមានសរសេរអក្សរបិទលើហិបនោះថាមូលនិធិសប្បុរសជនសម្រាប់ចំណាយផ្សេងនៅក្នុងសង្កាត់ដាក់នៅក្នុងសាលាសង្កាត់កាលពីល្ងាចថ្ងៃទី27ខែកក្កដាឆ្នាំ2017គេហទំព័រវិទ្យុអាស៊ីស្រីដដែលនេះបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតតាមរយៈចៅសង្កាត់ទួលសង្កាយទី2មកពីគណៈបក្សសង្គ្រោះជាតិលោកសំជឿនរៀបរាប់ថាក្រោយពេលលោកទុកហិបនោះសិនដោយមិនទាន់ទាំងបានប្រមូលលុយនិងប្រជុំជាមួយនឹងក្រុមប្រឹក្សាផងស្រាប់តែចៅសង្កាត់រងទី2មកពីគណៈបកប្រជាជនកម្ពុជាបានធ្វើរបាយការណ៍ជូនអភិបាលខណ្ឌឫស្សីកែវដើម្បីចាត់វិធានការតែម្ដងចៅសង្កាត់រងទី2មកពីបកប្រជាជនកម្ពុជាកាលពីថ្ងៃទី29ខែកក្កដាបានធ្វើរបាយការណ៍ជូនអភិបាលខណ្ឌឫស្សីកែវថាចៅសង្កាត់បកប្រឆាំងនិងបកពួកបានដាក់ហិបមូលនិធិសប្បុរសជននោះដោយមិនបានពិភាក្សានិងប្រជុំក្រុមប្រឹក្សាសម្រាប់នោះឡើយចៅសង្កាត់រងទី2លោកអុកខេម៉ាមានប្រសាសន៍ខ្លីថាករណីនេះលោកមិនបានដឹងថាតើចៅសង្កាត់នោះខុសឆ្គងយ៉ាងណានោះទេប៉ុន្តែលោកត្រូវតែរាយការណ៍ជូនអភិបាលខណ្ឌឲ្យជួយដោះស្រាយយោងតាមអង្គភាពសារព័ត៌មាន Fresh News បានចុះផ្សាយថាក្រោយជូនរបាយការណ៍និងសុំចាត់វិធានការបន្ទាន់នោះអភិបាលខណ្ឌឫស្សីកែវលោកជាពិសីបានបញ្ចេញនៅប្រតិកម្មធ្ងន់ធ្ងរនិងប្រមានខ្លាំងៗថានឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះភាពមិនប្រក្រតីរបស់ចៅសង្កាត់
មកពីគណៈបកសង្គ្រោះជាតិរូបនេះពាក់ព័ន្ធនឹងការរៀបចំហັບមូលនិធិដើម្បីប្រមូលលុយពីប្រជាពលរដ្ឋនៅមូលដ្ឋាននាពេលនេះលោកអភិបាលខណ្ឌចាត់ទុកថាការធ្វើបែបនេះរបស់ចៅសង្កាត់ថ្មីសង្កាត់ទួលសង្កែរំលោភលើច្បាប់នៃលិខិតបទដ្ឋានគតិយុត្តនានានៅក្នុងការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ទោះជាយ៉ាងណាអាស៊ីស្រីមិនអាចសុំការបំភ្លឺបន្ថែមពីលោកអភិបាលខណ្ឌឫស្សីកៅបានទេដោយទូរស័ព្ទរបស់លោកមិនអាចទំនាក់ទំនងបានទេជាការឆ្លើយតបចៅសង្កាត់ទួលសង្កែទី2លោកសំជឿនច្រានចោលការចាត់ប្រកាន់នេះដោយចាត់ទុកថាការចាត់ប្រកាន់និងការប្រមានចាត់វិធានការនេះគឺមានលក្ខណៈនយោបាយនិងចង់ធ្វើបាបរូបលោកនេះគឺជាករណីថ្មីមួយទៀតដែលចៅសង្កាត់បកប្រឆាំងត្រូវរងការចោទប្រកាន់និងរងការប្រមានចាត់វិធានការធ្ងន់ធ្ងរពីអាជ្ញាធររដ្ឋាភិបាលខណៈដែលមេឃុំចៅសង្កាត់បកកាន់អំណាចអាចធ្វើការនៅសុខជានាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាអេនសាលោកសនជ័យមានប្រសាសន៍ថាការដាក់ហັບមូលនិធិសប្បុរសជននោះគឺមិនខុសច្បាប់នោះទេឲ្យតែមានកម្មវត្ថុច្បាស់លាស់និងប្រជាពលរដ្ឋចូលរួមដោយស្ម័គ្រចិត្តលោកបន្តថាឃុំសង្កាត់មានសិទ្ធិស្វែងរកថវិកាអភិវឌ្ឍមូលដ្ឋានដែលគេហៅថាទុនបដិភាគហើយសាលាខណ្ឌគ្មានសិទ្ធិណាមួយរារាំងនោះទេទន្ទឹមគ្នានេះលោកសនជ័យក៏លើកទឹកចិត្តឲ្យមានការប្រជុំពិភាក្សាគ្នានៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់មុននឹងធ្វើកិច្ចការអ្វីសំខាន់ៗដើម្បីធានាដំណាភាពជៀសវាងការចាត់ប្រកាន់ផ្សេងៗលោកសុនឆៃក្រុងដាក់លិខិតមួយច្បាប់ទៀតទៅក្រសួងរាយរឿងអាជីវកម្មខ្សាច់នៅកោះកុងលោកអ្នកនាងជាទីមេត្រីព័ត៌មានមួយទៀតពីគេហទំព័រវិទ្យុអេស៊ីសេរីបានលើកឡើងឲ្យដឹងតាមរយៈប្រធានក្រុមសមាជិកសភាគណៈបកសង្គ្រោះជាតិលោកសុនឆៃក្រុងដាក់លិខិតដាច់ដライមួយច្បាប់ទៀតទៅក្រសួងរាយនិងធម្មពលឲ្យបកស្រាយជុំវិញរឿងក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ខ្នាតធំមួយចំនួននៅតែមានសកម្មភាពតាមប្រព័ន្ធស្ទឹងក្នុងខេត្តកោះកុងពលរដ្ឋនៅមូលដ្ឋានអះអាងថាពិតជាមានក្រុមហ៊ុនខ្នាតធំខ្លះកំពុងបន្តសកម្មភាពរបស់ខ្លួនមែនហើយពួកគេស្នើឲ្យក្រសួងចុះទៅពិនិត្យរឿងនេះដោយផ្ទាល់បន្ទាប់ពីខកខានមិនបានទទួលការឆ្លើយតបពីក្រសួងរាយនិងធម្មពលរឿងការនាំចេញខ្សាច់ស៊ីលីកាឬខ្សាច់សទៅបរទេសនោះពេលនេះលោកសុនឆៃដែលជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិងសវនកម្មនៃរដ្ឋសភាកំពុងរៀបចំលិខិតមួយច្បាប់ទៀតដាក់ទៅក្រសួងរាយនិងធម្មពលដើម្បីឲ្យក្រសួងជំនាញមួយនេះបំភ្លឺរឿងប្រសិទ្ធភាពនៃការអនុវត្តសារាចរណ៍និងប្រកាសស្ដីពីការបញ្ឈប់ការធ្វើអាជីវកម្មខ្សាច់នៅខេត្តកោះកុងគេហទំព័រវិទ្យុអេស៊ីសេរីដដែលនេះបានលើកឡើងឲ្យដឹងបន្ថែមទៀតតាមរយៈលោកសុនឆៃបញ្ជាក់ថាលោកមានគម្រោងធ្វើបែបនេះដោយសារទទួលបានព័ត៌មានថាមានក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ខ្នាតធំមួយចំនួននៅតែបន្តប្រតិបត្តិការរបស់ខ្លួនតាមប្រព័ន្ធស្ទឹងក្នុងខេត្តកោះកុងជាពិសេសការដ្ឋានលាងខ្សាច់មួយកន្លែងនៅតំបន់កោះស្មាច់ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃតាតៃលោកសុនឆៃបញ្ជាក់ថាលិខិតថ្មីនេះនឹងត្រូវបញ្ជូនទៅរដ្ឋសភាដើម្បីឲ្យប្រធានរដ្ឋសភាលោកហេងសំរិនចុះហត្ថលេខារួចបញ្ជូនបន្តទៅក្រសួងរាយនិងធម្មពលលោកថាការធ្វើអាជីវកម្មរាយខ្សាច់នៅខេត្តកោះកុងបានបង្កផលប៉ះពាល់ជាច្រើនដល់មូលដ្ឋាននិងពលរដ្ឋនៅក្នុងមូលដ្ឋានតែផលប្រយោជន៍បែរជាធ្លាក់ក្នុងដៃក្រុមឈ្មួញនិងមន្ត្រីខិលខូចដូច្នេះនេះជារឿងចាំបាច់ត្រូវតែតាមដានយ៉ាងណាគេមិនអាចតាក់ទងមន្ត្រីក្រសួងរាយនិងធម្មពលដើម្បីឆ្លើយតបទៅនឹងរឿងនេះបានឡើយដោយមន្ត្រីខ្លះជាប់រវល់ប្រជុំនិងខ្លះទៀតមិនបានលើកទូរស័ព្ទក៏ប៉ុន្តែមន្ត្រីនាំពាក្យក្រសួងរាយនិងធម្មពលធ្លាប់បានបញ្ជាក់ពេលក្រសួងចេញប្រកាសថាក្រុមហ៊ុនណាដែលទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មសម្រាប់នាំចេញត្រូវតែបញ្ឈប់សកម្មភាពរបស់ខ្លួនហើយអាជីវកម្មទាញយកខ្សាច់ខ្នាតធំត្រូវបានហាមឃាត់ស្ទើរតែទាំងស្រុងនៅតាមប្រព័ន្ធស្ទឹងក្នុងខេត្តកោះកុងតំណាងក្រមស្ត្រីនៃសហគមន៍កោះស្រឡៅលោកស្រីម៉ូតសុផាបានបញ្ជាក់ថាលោកស្រីនិងពលរដ្ឋផ្សេងទៀតបានទៅដល់តំបន់កោះស្មាច់និងបានឃើញការដ្ឋានលាងខ្សាច់នៅទីនោះកំពុងធ្វើសកម្មភាពដោយធម្មតាដោយមានទាំងគ្រឿងចាក់និងសាឡង់ដឹកខ្សាច់មួយចំនួនផងលោកស្រីអះអាងថាក្រុមពលរដ្ឋនៅសហគមន៍កោះស្រឡៅនិងសកម្មជនបរិស្ថាននឹងធ្វើដំណើរទៅតំបន់នោះទៀតនៅពេលដ៏ខ្លីខាងមុខនេះដើម្បីទៅពិនិត្យមើលថាតែការដ្ឋាននោះនៅមានសកម្មភាពទៀតឬអត់លោកស្រីម៉ូតសុផានិងពលរដ្ឋនៅសហគមន៍កោះស្រឡៅនៅតែទាមទារឲ្យមានការបញ្ឈប់ការធ្វើអាជីវកម្មខ្សាច់ដោយប្រមូលយកគ្រឿងចាក់និងសាឡង់ដឹកខ្សាច់ចេញពីតំបន់នោះឲ្យអស់តែម្ដងដើម្បីពួកគាត់មានឱកាសស្ដារជីវភាពរស់នៅឡើងវិញក្រោយពីរងផលប៉ះពាល់ពីការបូមខ្សាច់អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ
បញ្ហាព្រំដែនកម្ពុជានិងវៀតណាមនៅតំបន់ចន្លោះអូដាក់ដាំនិងអូហុចនៅមិនទាន់ដោះស្រាយនោះទេលោកអ្នកនាងជាទីមេត្រីក្រឡេកមកឯព័ត៌មានបង្ហាញពីបញ្ហានៅតាមបណ្ដោយព្រំដែនកម្ពុជានិងវៀតណាមមិនទាន់អាចដោះស្រាយបានត្រូវបានគេហទំព័រវិទ្យុអាស៊ីសេរីបានចុះផ្សាយឲ្យដឹងថាគណៈកម្មការជាតិកិច្ចការព្រំដែនប្រទេសកម្ពុជានិងប្រទេសវៀតណាមបានឯកភាពគ្នាជាគោលការណ៍ថានឹងធ្វើលិខិតរួមគ្នាឲ្យប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរចុះហត្ថលេខាស្នើសុំភាគីប្រទេសបារាំងផ្ដល់អ្នកបច្ចេកទេសកំណត់ផែនទីនិងវាស់វែងតំបន់ព្រំដែននៅមានចំនួនជាពិសេសតំបន់ដាក់ដាំអូហុចតាំងពីខែកុម្ភៈឆ្នាំ2016ក៏ប៉ុន្តែរហូតបច្ចុប្បន្នតំបន់នោះស្ថិតនៅជាកន្លែងប្រទៀងប្រទង់របស់ភាគីទាំងពីរដដែលគេហទំព័រវិទ្យុអាស៊ីសេរីដដែលនេះបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតតាមរយៈអ្នកនាំពាក្យនិងជានាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរីលោកសុកសេរ៉ាឲ្យដឹងនៅថ្ងៃទី28ខែកក្កដាថាចាប់ពីឆ្នាំ2016រហូតបច្ចុប្បន្នតំបន់ប្រទៀងប្រទង់នោះមិនមានអ្វីប្រែប្រួលនោះទេពលគឺភាគីទាំងពីររក្សាជំហរកាន់កាប់និងបោះទីតាំងឈរជើងដោយធម្មតាលោកថាសំបីស្ពានឈើឆ្លងកាត់អូដាក់ដាំជាតំបន់សដែលភាគីទាំងពីរក្រុងសាងសង់ស្ពានរួមគ្នាក៏មិនទាន់បានសាងសង់នៅឡើយតំបន់ដាក់ដាំអូហុចស្ថិតនៅចន្លោះអូដាក់ដាំនិងអូហុចដែលភាគីវៀតណាមហៅថាតំបន់ដាក់ដាងដាក់ហ៊ូតលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអះអាងថាតំបន់ចំនួននោះមានទំហំជាង50គីឡូម៉ែត្រក្រឡាហើយទាមទារខ្សែបន្ទាត់ខណ្ឌដែនសីមានៅចំណុចអូហុចបច្ចុប្បន្នភាគីវៀតណាមសាងសង់ច្រកទ្វារព្រំដែនចូលជ្រៅពីអូហុចប្រមាណ10គីឡូម៉ែត្រចំណែកភាគីវៀតណាមទាមទារយកអូដាក់ដាំជាខ្សែបន្ទាត់ខណ្ឌដែនសីមាខណៈភាគីកម្ពុជាសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិដាក់ដាំនៅក្រៅតំបន់អូដាក់ដាំប្រមាណ1គីឡូម៉ែត្រហើយនៅចន្លោះប៉ុស្តិ៍ព្រំដែនទាំងពីរខ្លាយទៅជាតំបន់សដែលភាគីទាំងពីរហាមធ្វើអ្វីថ្មីបន្ថែមខេត្តមណ្ឌលគិរីមានព្រំដែនជាប់នឹងខេត្តដាក់ណុងប្រទេសវៀតណាមចាប់ពីបង្គោលព្រំដែនលេខ40ពីព្រំប្រទល់ខេត្តរតនគិរីរហូតដល់បង្គោលព្រំដែនលេខ65ស្រុកស្នួលខេត្តក្រចេះអាស៊ីសេរីមិនអាចតាក់ទងប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនលោកវ៉ាកឹមហុងសូមបញ្ជាក់បញ្ហានេះបាននោះទេនៅថ្ងៃទី28ខែកក្កដាដែលលោកថាជាប់ប្រជុំទោះបីជាយ៉ាងនេះក្តីប្រជាពលរដ្ឋជនជាតិដើមភាគតិចរស់នៅឃុំដាក់ដាំស្រុកអូរាំងខេត្តមណ្ឌលគិរីដែលធ្លាប់រស់នៅជិតតំបន់ព្រំដែនអះអាងថាវៀតណាមបានសាងសង់ប៉ុស្តិ៍និងធ្វើផ្លូវចូលជ្រៅមកទល់នឹងអូដាក់ដាំនៅក្នុងដីខ្មែរដែលពីមុនព្រំដែនស្ថិតនៅចំណុចអូដាក់ហុចមានចម្ងាយជាង15ទៅ20គីឡូម៉ែត្រពីអូដាក់ដាំអាមេរិកបាញ់សាកល្បងដោយជោគជ័យមីស៊ីលប្រឆាំងមីស៊ីលងាកមកឯព័ត៌មានអន្តរជាតិពីគេហទំព័រវិទ្យុបារាំងអន្តរជាតិ AFE បានចុះផ្សាយឲ្យដឹងថាអាមេរិកនិងកូរ៉េខាងជើងកំពុងបញ្ចេញសាច់ដុំគម្រាមដាក់គ្នាទៅវិញទៅមកនៅមួយថ្ងៃក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលប៉ាឡេស្ទិកអន្តរទ្វីបអាមេរិកនៅថ្ងៃអាទិត្យបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកទៅហោះលើឧបទ្វីបកូរ៉េនិងបាញ់សាកល្បងប្រព័ន្ធខែមីស៊ីលថាតប្រភេទមីស៊ីលតែមួយដែលអាមេរិកតាំងពង្រាយនៅកូរ៉េខាងត្បូងភាពតានតឹងមានកាន់តែខ្លាំងឡើងនៅឧបទ្វីបកូរ៉េនៅក្រៅកូរ៉េខាងជើងបានប្រកាសថាបានបាញ់សាកល្បងដោយជោគជ័យមីស៊ីលប៉ាឡេស្ទិកអន្តរទ្វីបនិងថាមីស៊ីលរបស់កូរ៉េខាងជើងអាចទៅដល់គ្រប់កន្លែងក្នុងទឹកដីអាមេរិកកងទ័ពអាមេរិកនៅថ្ងៃអាទិត្យបានសាកល្បងប្រើដោយជោគជ័យប្រព័ន្ធមីស៊ីលថាតគេហទំព័រវិទ្យុបារាំងអន្តរជាតិ AFE ដដែលនេះបានបង្ហាញឲ្យដឹងបន្ថែមទៀតតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាមេរិកថានៅក្នុងការធ្វើតេស្តបាញ់សាកល្បងនៅលើមហាសមុទ្រប៉ាស៊ីហ្វិកនៅថ្ងៃអាទិត្យមីស៊ីលប្រឆាំងមីស៊ីលដែលបាញ់ចេញពីប្រព័ន្ធខែមីស៊ីលថាតនៅរដ្ឋអាឡាស្កាបានទៅបាញ់ទម្លាក់មីស៊ីលចម្ងាយមធ្យមដែលបាញ់ចេញពីយន្តហោះដឹកគ្រាប់ទីភ្នាក់ងារការពារមីស៊ីលរបស់អាមេរិកបាននិយាយនៅថ្ងៃអាទិត្យថាមីស៊ីលរបស់ខេត្តមីស៊ីថាតរបស់អាមេរិកទទួលបានជោគជ័យនៅក្នុងការសាកល្បងចាប់បំផ្លាញមីស៊ីលចំនួន15លើករហូតមកការបាញ់សាកល្បងប្រព័ន្ធខែមីស៊ីលថាតចេញពីរដ្ឋអាឡាស្កាជាគម្រោងដែលកងទ័ពអាមេរិករៀបចំតាំងពីយូរហើយប៉ុន្តែវាធ្វើឡើងនៅពេលនេះនៅជួនចំពេលដែលកូរ៉េខាងជើងបានបាញ់សាកល្បងដោយជោគជ័យមីស៊ីលប៉ាឡេស្ទិកអន្តរទ្វីបកាលពីយប់ថ្ងៃសុក្រប្រព័ន្ធខែលមីស៊ីលថាតដែលអាមេរិកតាំងពង្រាយនៅកូរ៉េខាងត្បូងត្រូវបានកសាងឡើងសម្រាប់ប្រឆាំងមីស៊ីលចម្ងាយមធ្យមប៉ុន្តែគ្មានសមត្ថភាពចាប់និងបាញ់បំផ្លាញមីស៊ីលប៉ាឡេស្ទិកអន្តរទ្វីបដែលកូរ៉េខាងជើងបានបាញ់សាកល្បងកាលពីថ្ងៃសុក្រនោះទេ
ដើម្បីចាប់ស្ទាក់មីស៊ីលប៉ាឡេស្ទិកចម្ងាយឆ្ងាយកងទ័ពអាមេរិកត្រូវសង្ឃឹមលើប្រព័ន្ធខែមីស៊ីលមួយទៀតឈ្មោះ GMD ដែលអាមេរិកមានតាំងនៅ Alaska និងនៅរដ្ឋ California ជាការឆ្លើយតបទៅនឹងការផ្កើនបាញ់សាកល្បងមីស៊ីលប៉ាឡេស្ទិកអន្តរជាតិរបស់កូរ៉េខាងជើងអាមេរិកនៅថ្ងៃអាទិត្យដដែលបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B1 ទៅហោះឆ្វែងលើឧបទ្វីបកូរ៉េនៅថ្ងៃអាទិត្យលោកប្រធានាធិបតី Donald Trump បានសរសេរនៅក្នុងសារ Twitter ថាលោកខកចិត្តនឹងចិននិងថាលោកនឹងមិនអនុញ្ញាតឲ្យចិននៅស្ងៀមមិនធ្វើសោះនៅក្នុងវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងដូចមុនទៀតឡើយនៅប៉ុន្មានម៉ោងក្រោយសារ Twitter របស់លោក Donald Trump កូរ៉េខាងជើងតាមរយៈក្រសួងការបរទេសបានអះអាងថាការបាញ់សាកល្បងមីស៊ីលអន្តរជាតិកាលពីថ្ងៃសុក្រកន្លងទៅគឺជាការព្រមានធ្ងន់ធ្ងររបស់កូរ៉េខាងជើងទៅកាន់សហរដ្ឋអាមេរិកដែលមានគំនិតចង់ដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងព្យុងយ៉ាងនៅក្នុងសេចក្តីថ្លែងការណ៍ដកស្រង់ដោយទីភ្នាក់ងារ KCNA របបកុម្មុយនីសកូរ៉េខាងជើងបានបញ្ជាក់ថាខ្លួននឹងវាយតបវិញនៅក្នុងករណីមានការញុះញង់ប្រើកម្លាំងយោធាណាមួយពីអាមេរិកលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់ក្រុមការងារនាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរស់ម៉ារីយ៉ាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានតាមដានទស្សនាព័ត៌មានទាំងនេះតាំងពីដើមរហូតដល់ទីបញ្ចប់នៅពេលនេះនាងខ្ញុំរួមជាមួយនឹងក្រុមការងារទាំងអស់សូមអរគុណសូមគោរពលា